បាទសូមជម្រាបសួរថ្ងៃនេះនឹងធ្វើការបកប្រែអំពីមួយឃ្លីបទៀតក្នុងការភ្ជាប់មេឃស្វាយបាទដោយពូជផ្សេងបាទមុនដំបូងយើងត្រូវជ្រើសរើសមេឃពូជល្អដែលយើងត្រូវការដោយពិនិត្យមើលឲ្យមានវាចង់ចេញត្រួយបែបនេះបាទកាត់ប្រវែងប្រហែលជា8ហ៊ុនទៅមួយទឹកបាទជ្រើសរើសមេឃដែលវាស្លឹករាងខៀវបន្តិចបាទឲ្យវាមានរាងចេញមេឃត្រួយខ្ចីមកអានេះគឺយើងធ្វើអត់ហត់កាត់ដើមចោលទេគឺយើងផ្សំជាប់នឹងដើមចាស់បាទគឺដើមចាស់ដែលវាឲ្យផលតិចហើយអញ្ចឹងយើងទៅជ្រើសរើសយកដើមមេឃពូជល្អមេឃថ្មីមកដែលវាជាដើមខ្ចីដើមឲ្យផលច្រើនបាទអញ្ចឹងយើងឧបករណ៍មានតែកំបិតហើយនឹងស្គុតរុំហើយនឹងកត្រៃកាត់មេឃបាទនេះយើងវះវាទំហំឲ្យប្រព័ន្ធមេឃពូជល្អយើងមកបាទយើងជ្រើសរើសមេឃស្វាយដើមចាស់ដែលវាអាចយកមកភ្ជាប់បានមេឃធំក៏បានមេឃតូចក៏បានបាទនេះឃើញមេឃនេះគាត់យកអាមេឃដែលវារាងចាស់បន្តិចឬឃើញរឿងដោះស្លែហើយអញ្ចឹងយើងវះវាបាទវះវាទៅទឹកនឹងប្រហែលជា1ហ៊ុនទៅបាទទៅទឹកប្រហែលជា1ហ៊ុនទៅចោះបាទអាហ្នឹងយើងវះបើថាយើងមើលនឹងភ្នែកឲ្យវាប្រព័ន្ធនឹងអាពេកពូជល្អដែលយើងកាត់មកហ្នឹងធ្វើម៉េចឲ្យវាដោតចូលទៅល្មមបាទវះវាឲ្យដល់រៀងដល់សាច់ក្នុងវាបាទសកត់វាដល់សាច់ក្នុងវាបាទសកត់មុខកបិតយើងហ្នឹងបាទសកត់ឲ្យអូសមកអូសវាលើចុះក្រោមបាទអូសឲ្យដល់ធ្វើម៉េចឲ្យដល់សាច់ក្នុងវាព្រោះងាយស្រួលនឹងយើងបកសបកវាអាសបកដែលយើងជ្រៀកហ្នឹងបកវាឡើងលើបាទអានេះគេហៅកាត់ជាអក្សរ T បាទរួចហើយយើងកាត់បាទកាត់ខាងមុខដូចគាត់កាត់អញ្ចឹងបាទកាត់ចឹងហើយយើងយកចុងកំបិតយើងហ្នឹងឆ្កឹះអាសម្បកដែលយើងពុះហ្នឹងសងខាងហ្នឹងឲ្យវាឡើងមកលើបាទឆ្កឹះឲ្យវាឡើងមកលើបាទនេះយើងបើយើងប្រើកំបិត cutter វាដូចយើងស្រួលជាងគាត់បន្តិចបាទអានេះកំបិតចុងកំបិតគាត់វាគោះអត់សូវឡើងបាទយើងគួរតែវះវាឲ្យវាដល់សាច់ក្នុងបាទគោះវាឡើងស្រួលបាទគោះដូចគាត់គោះឡើងអញ្ចឹងមកបាទយើងវះចុះក្រោមហ្នឹងប្រហែលជា2ហ៊ុនបាទ2ហ៊ុនទៅ2ហ៊ុនកន្លះបាទរួចហើយយើងកាត់អាសបកហ្នឹងចោលប្រហែលជា1ហ៊ុនបាទកាត់វាចោលបាទយើងទុកវាបន្តិចទេបាទគឺយើងរួចហើយយើងកាត់អាស្លឹកស្វាយដែលវាជាប់បន្តិចហ្នឹងកាត់វាឲ្យស្អាតទៅបាទនេះគឺជាប្រភេទមេឃពូជល្អដែលយើងជ្រើសយកមកផ្សំជាប់នឹងដើមស្វាយចាស់បាទដែលវាឲ្យផលតិចហើយតែយើងមិនកាត់វាចោលទេគឺយើងកែច្នៃឲ្យដើមស្វាយចាស់ហ្នឹងវាឲ្យផលយើងបន្តទៀតបាទដោយការចិតមេឃពូជល្អហ្នឹងចិតប្រឆិតវាអញ្ចឹងបាទឲ្យវាស្ដើងទៅអញ្ចឹងទៅរួចហើយមួយជាទៀតយើងចិតប្រឆិតដែរតែយើងចិតប្រឆិតតែបន្តិចទេបាទដូចនៅក្នុងរូបអញ្ចឹងដើម្បីដោតទៅវាជាប់ទៅនឹងដើមមេឃចាស់បាទនេះប្រហើបរួចយើងដោតវាចូលអញ្ចឹងទៅបាទយើងដោតវាមកជាប់ល្មមបាទនឹងប្រឆិតដែលយើងកាត់ពីក្រោយបន្តិចហ្នឹងបាទរួចហើយយើងដោតវាចូលដូចនៅក្នុងរូបអញ្ចឹងទៅបាទមើលស្រួលទេបាទបងប្អូនវិធីធ្វើបាទការដោតភ្ជាប់មេឃពូជល្អទៅនឹងមេឃស្វាយចាស់យើងហ្នឹងបាទវាប្រើរយៈពេល2អាទិត្យបាទវានឹងជាប់ហើយបាទដោយការរុំស្គុតពីក្រោមឡើងមកលើបាទស្គុតហ្នឹងតាមពិតយើងត្រូវប្រើស្គុតថ្លាបាទតែគាត់នេះគាត់ប្រើស្គុតរាងពណ៌ខៀវបាទយើងប្រើស្គុតថ្លាវានឹងល្អជាងបាទដោយការរុំពីក្រោមឡើងលើបាទរុំឲ្យជិតបាទបងប្អូនរុំយ៉ាងណារុំឲ្យជិតបាទមុនដំបូងហ្នឹងអានេះគាត់រុំទៅហើយគាត់រុំត្រឡប់ថយក្រោយទៀតតាមពិតយើងរុំតាមកជុំក៏បានដែរតែរុំយ៉ាងណារុំវាឲ្យជិតបាទរួចហើយចងវាវិធីធ្វើនេះគឺយើងអត់ហត់កាត់ដើមស្វាយដូចវិធីមុនទេតែនេះគឺយើងភ្ជាប់នឹងមេឃវាបាទដោយវាជាប់ហើយបានយើងកាត់ខាងមុខនឹងចោលទុកតែមេឃពូជបាទឬយើងមិនបាច់ចាំកាត់ចោលក៏បានដែរយើងទុកអញ្ចឹងក៏បានដែរក៏វាបានផ្លែដែរវិធីនេះប្រើរយៈពេល2អាទិត្យវានឹងចេញត្រួយខាងចុងដែលកន្លែងដៃដែលគាត់ចោលហ្នឹងវានឹងចេញត្រួយមកបាទរយៈពេល2អាទិត្យបាទអត់យូរទេយើងធ្វើការសង្កេតបានហើយក្នុងរយៈពេល3ថ្ងៃបើវាខ្មៅវាគឺវាអត់ជាប់ទេបាទ
បាទរយៈពេល15ថ្ងៃបាទកន្លងហួសទៅហើយអញ្ចឹងយើងមកមើលផលដែលយើងបានធ្វើវិធីដោតបាទនេះបាទឃើញទេគឺវាចេញត្រួយមកបែបនេះបាទគឺវាបុកថងរុំហ្នឹងវាចេញត្រួយមកអញ្ចឹងបាទកន្លែងខ្លះគឺវាបុកមកអត់រួចទេអញ្ចឹងយើងជួយយកចុងកាំបិតហ្នឹងកាត់យកស្គុតរុំហ្នឹងចេញបន្តិចដើម្បីឲ្យវាបុកចេញមកស្រួលបាទយើងជាដូចគាត់អញ្ចឹងទៅគឺយើងជាតាកន្លែងដែលវាចេញត្រួយទេខាងក្រោមដែលវាយើងដោតភ្ជាប់ហ្នឹងយើងអត់ទាន់ជាវាចេញទេយើងទុកតលតាវាដោះត្រួយឡើងស្លឹកខៀវហើយបានយើងអាចកាត់ចេញបានឬបើយើងមិនកាត់យើងទុកវាចោលអញ្ចឹងក៏បានដែរបាទប្រហែលជាមួយខែទៅចាំយើងកាត់ចេញបាទឲ្យវាចេញស្លឹកបែបនេះបាទបានយើងអាចកាត់ស្គុតរុំពីខាងក្រោមនឹងបានហើយនេះគឺជាផល